ដើមរដូវវស្សាបានចូលមកដល់មានភ្លៀងធ្លាក់ញឹកញាប់ធ្វើឲ្យរុក្ខជាតិដើមឈើរីកលូតលាស់ទ្រុយស្លឹកបៃតងខ្ចីខ្លះចេញផ្លែផ្កាចម្រុះពណ៌នាំឲ្យទេសភាពនៅបរិវេណប្រាសាទអង្គរវត្តផ្នែកមួយនៃរមណីយដ្ឋានអង្គរកាន់តែស្រស់បំព្រងទ្វេឡើងមួយកម្រិតទៀតការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរាលើសកម្មភាពសម្អាតដាំស្មៅកាត់ស្មៅដាំដើមឈើនិងថែរក្សាដើមឈើដែលមានស្រាប់ការងារថែទាំជាប្រចាំកាន់តែមមាញឹកបន្ថែមទៀតនៅរដូវវស្សារឹតតែលើកតម្លៃអង្គរឲ្យលេចធ្លោមួយកម្រិតថែមទៀតភ្ញៀវទេសចរដែលមកទស្សនាប្រាង្គប្រាសាទនៅតំបន់អង្គរនារដូវនេះនឹងទទួលបានអារម្មណ៍ថាអស្ចារ្យជាមួយនឹងធម្មជាតិនិងវប្បធម៌នៃអតីតក្រុងអង្គរដូនតាខ្មែរយើងបានបន្សល់ទុកនៅសម្បត្តិវប្បធម៌អក្សរភាសាទំនៀមទម្លាប់ប្រពៃណីជាច្រើនរាប់មិនអស់ជាពិសេសសំណង់ស្ថាបត្យកម្មដ៏មហោស្ចារ្យរបស់ខ្មែរដែលផុសឡើងនៅលើទឹកដីនៃខេត្តសៀមរាបគឺប្រាសាទអង្គរវត្តនេះឯងជាមួយគ្នានេះដែរបើនិយាយដល់ប្រាសាទអង្គរវត្តឬយើងហៅថាអង្គរតូចពេលណាគឺប្រជាជនខ្មែរគ្រប់រូបតែងតែស្ញប់ស្ញែងក្នុងចិត្តមានមោទនភាពយ៉ាងខ្លាំងចំពោះសំណង់ស្ថាបត្យកម្មដ៏មហោស្ចារ្យរបស់ដូនតាខ្មែរដែលបានបង្ហាញឡើងនៅកេរមរតកវប្បធម៌ដ៏ថ្កើងថ្កានជាមួយអាយុកាលដ៏យូរលង់ណាស់មកហើយនិងនៅតែរក្សារូបរាងទាក់ទាញប្រៀបដូចជាទេពនិមិត្តយ៉ាងដូចនោះដែរទន្ទឹមនឹងសោភ័ណភាពក៏ដូចជាទេសភាពដ៏ស្រស់ត្រកាលរបស់ប្រាសាទអង្គរវត្តយើងពិតជាទទួលស្គាល់មិនអាចប្រកែកបានថាសម្រស់របស់ប្រាសាទនេះគឺទាក់ទាញខ្លាំងយ៉ាងណាទោះបីយើងមើលពីជ្រុងខាងណាក៏នៅតែឃើញស្អាតដែលលេចចេញនៅសម្រស់ដ៏អស្ចារ្យពិតៗអាចនិយាយបានថាគឺមានតែមួយក្នុងលោកល្អហួសរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយក្រៅពីភាពទាក់ទាញជាមួយភាពលេចធ្លោរបស់សំណង់ប្រាសាទនេះហើយទីនោះក៏ជាកន្លែងដែលពោពេញទៅដោយបរិយាកាសបរិសុទ្ធវាលស្មៅពណ៌បៃតងខ្ចីធំល្វឹងល្វើយដើមឈើធំដែលផ្ដល់នូវម្លប់ត្រជាក់ត្រឈឹងត្រឈៃនៅព័ទ្ធជុំវិញមានស្រះទឹកថ្លាយ៉ង់ព្រមជាមួយសំឡេងសត្វយំបង្កើតជាតន្ត្រីកំដរអារម្មណ៍ទៀតរឹតតែធ្វើឲ្យអ្នកទេសចរមិនចង់ឈានជើងចេញពីអង្គរវត្តឡើយ